ឧក្រិដ្ឋកម្មអនឡាញនាពេលបច្ចុប្បន្ននេះកំពុងតែអូសទម្លាក់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុងរណ្ដៅដ៏ធ្ងន់ធ្ងរបាទបងប្អូនបានជ្រាបរួចហើយបាទតាក់ទងទៅនឹងការបង្ក្រាបរបស់សមត្ថកិច្ចកម្ពុជាជុំវិញនឹងសកម្មភាពក្រុមឧក្រិដ្ឋល្បែងអនឡាញស្ទើរតែគ្រប់ខេត្តត្រូវបានបង្ក្រាបជាបន្តបន្ទាប់និងរូបអូសបានឧបករណ៍ជាច្រើនផងដែរបើតាមការចុះផ្សាយរបស់សារព័ត៌មាននៅក្នុងស្រុកកាលពីថ្ងៃទី15ខែតុលាឆ្នាំ2025កន្លងទៅថ្មីៗនេះសហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេសបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើក្រុមហ៊ុន Pring Group រួមទាំងបណ្ដាអង្គភាពទីផ្សារងងឹតសរុបចំនួន146ផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញសហរដ្ឋអាមេរិកតាមរយៈតុលាការសហព័ន្ធទីក្រុង Broccoli បានដាក់ពាក្យបណ្ដឹងរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Pring Group របស់អង្គការខ្មែរដើមកំណើតចិន Gen Z ដែលមានទឹកប្រាក់ចំនួនរហូតដល់ទៅប្រមាណ$15,000 លានឯណោះចំណែកឯរដ្ឋាភិបាលអង់គ្លេសវិញក៏បានដាក់ទណ្ឌកម្មនិងបង្កក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមេបណ្ដាញឧក្រិដ្ឋកម្មអនឡាញមួយនេះប្រមាណ$176 លានផងដែរបាទប្រិយមិត្តយើងដឹងហើយថាឧក្រិដ្ឋកម្មអនឡាញនាពេលបច្ចុប្បន្ននេះកំពុងតែបង្កហានិភ័យកំពុងតែបង្កភាពភិតភ័យដល់ប្រជាជននៅលើពិភពលោកតែម្ដងមិនថាតែកម្ពុជាមិនថាតែឡាវមិនថាតែថៃមិនថាតែប្រទេសមីយ៉ាន់ម៉ាឬក៏បណ្ដាប្រទេសដែលកំពុងតែអភិវឌ្ឍផ្សេងៗទេឧក្រិដ្ឋកម្មនេះកំពុងតែផ្សាយភាយឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សនេះជាច្រើនករណីផងដែរតើតើនឹងរឿងនេះឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាលោក Dominic William បានអះអាងថាមុខមាត់គេឈ្មោះរបស់កម្ពុជាបានរងនូវភាពអាម៉ាស់ដោយសារតែក្រុមឧក្រិដ្ឋជនអនឡាញខណៈដែលក្រុមហ៊ុននេះបានបង្កផលប៉ះពាល់ខ្លាំងដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេសផងដែរនៅក្នុងនោះដែរវីដេអូជិត1នាទីដែលបានបង្ហោះជាសាធារណៈកាលពីថ្ងៃទី15ខែតុលាឆ្នាំ2025កន្លងទៅលោក Dominic William សង្ឃឹមថាការដាក់ទណ្ឌកម្មរបស់ចក្រភពអង់គ្លេសទៅលើបណ្ដាញក្រុមឧក្រិដ្ឋកម្មអនឡាញក្នុងប្រទេសកម្ពុជាគឺបង្ហាញនូវការគាំទ្រចំពោះសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាដែលបានកំពុងខិតខំបង្ក្រាបយ៉ាងដុតដៃដុតជើងទៅលើក្រុមឧក្រិដ្ឋជនទាំងនោះផងដែរប្រិយមិត្តជាទីគោរពរាប់អានតាក់ទងទៅនឹងសកម្មភាពក្រុមហ៊ុន Pring Group នៅកម្ពុជានាពេលបច្ចុប្បន្នក៏មានវត្តមានធនាគារ Pring ដែលគេដឹងថាកំពុងតែបន្តមានកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងប្រទេសកម្ពុជាយើងផងដែរតាក់ទងទៅនឹងបញ្ហាអាមេរិកក៏ដូចជាប្រទេសអង់គ្លេសបានបង្កក់ទ្រព្យសម្បត្តិក៏ដូចជាដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Pring Group នេះផងដែរធនាគារ Pring ដែលមានសាខានៅក្នុងប្រទេសកម្ពុជាបានចេញមុខមកអះអាងកាលពីថ្ងៃទី15ខែតុលានេះដែរថាចំណាត់ការរបស់អាមេរិកលើអ្នកអង្គការ Gen Z មិនបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការរបស់ធនាគារ Pring នៅកម្ពុជាឡើយការចេញមុខមកអះអាងភ្លាមៗដូចនេះរបស់ធនាគារ Pring គឺជាការឆ្លើយតបទៅនឹងក្រសួងយុតិធម៌និងក្រសួងកិច្ចការអាមេរិកដែលបានដាក់ពាក្យបណ្ដឹងរឹបអូសទឹកប្រាក់ក្រុមហ៊ុនអ្នកអង្គការ Gen Z ជាង$15,000 លានពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ